បាទសួស្តីបងប្អូនអរគ្នាមើលទៅលើតម្លៃប្រេងឆៅអាមេរិកដូចជាអត់ស្រួលទេបងប្អូនចាប់ផ្ដើមឡើងលើទៀតហើយ100លើ$100ទៀតហើយមកបារ៉ាអញ្ចឹងហើយប្រេងសិង្ហបុរីក៏ឡើងតាមគ្នាដែរភាសាយកតគ្នាមកបាទអញ្ចឹងហើយប្រេងអាចជាប្រែប្រួលតម្លៃបាទមិនដឹងថាប្រែប្រួលប៉ុណ្ណាអត់ច្បាស់ទេគាត់ថាប្រេងឆៅវាលើ$100អញ្ចឹងគឺអាចមានប្រែប្រួលបាទអាចឡើងឬក៏ចុះអីទៀតចាំមើលជាក់ស្ដែងបាទក៏ប៉ុន្តែតាំងខ្ញុំគិតអាចឡើងច្រើនជាងចុះបាទភាសាប្រេងឆៅមានកម្លាំងច្រើនហើយដូណាល់ត្រាំក៏ទៅជួបសៀនពេញនៅចិនហើយនឹងមហាសេដ្ឋីច្រើនចូលរួមហ្នឹងក៏ធ្វើឲ្យប៉ះពាល់តម្លៃប្រេងនិងតម្លៃមាសដែរបាទអញ្ចឹងហើយបងប្អូនអាចមើលព័ត៌មានអន្តរជាតិតិចទៅនឹងមានព័ត៌មានថ្មីមកទៀតដែរបាទតែជួបមហាអំណាចនិងមហាអំណាចជួបគ្នាវាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងនិងតម្លៃមាសបាទអញ្ចឹងហើយចាំមើលតទៅទៀតបាទតើមាសនឹងចុះឬក៏ឡើងហើយប្រេងតើចុះឬក៏ឡើងបាទអរគុណ